ទោះបីជាមានសង្ឃឹមតែ10%ក៏ខ្ញុំនៅតែបន្តធ្វើវាដែរបងប្អូននេះគឺជាការងារដែលយើងស្រឡាញ់តាំងពីតូចមកទោះបីជាយើងរៀនបានប៉ុណ្ណាប៉ុន្តែយើងមិនអាចបោះបង់ការងារដែលយើងស្រឡាញ់ទេហើយការរកឃ្មុំនេះគឺជាការងារដែលខ្ញុំស្រឡាញ់ពីក្មេងហើយខ្ញុំចូលចិត្តមើលវីដេអូទោះបីជាការងារហ្នឹងវាគេមិនសូវឲ្យផ្ដល់តម្លៃឲ្យយើងក៏ប៉ុន្តែវាជាការងារដែលស្រឡាញ់ធ្វើអីដែលយើងស្រឡាញ់បងប្អូនកើតមកមួយជាតិធាតុមួយចានដូចគ្នាអញ្ចឹងអ្វីដែលយើងស្រឡាញ់យើងធ្វើហ្នឹងទៅ ហើយយើងរកនារីណាដែលគេស្រឡាញ់យើងជាយើងជាខ្លួនយើងនឹងហើយជាជីវិតដែលយើងរស់នៅមានសេចក្តីសុខទាំងអស់គ្នាណាបងថ្ងៃនេះចៃដន្យសំណាងមែនទែនរកអស់ប៉ះចក្រានហ្គាសងើបមើលទៅលើដើមឈើសម្លឹងមើលទៅឃើញឃ្មុំផ្លិតមួយក៏សម្រេចចិត្តថាឡើងយកវាហើយឡើងយកទៅពិតជាមិនខាតមែនបងប្អូនមានទាំងសាច់តែក្បាលទឹកអត់សូវមានទេសាច់វាល្អណាស់ហើយសាច់ដែលយើងមើលទៅថាវាមិនបានការយើងជៀរវាយកបោះចោល ហើយសាច់ណាដែលមានកូនឃ្មុំនៅក្នុងហ្នឹងយើងយកវាមកដើម្បីយកទៅដាក់នៅក្នុងត្រាំស្រាក៏បានយកទៅហូបក៏បានដែរបងប្អូន